តូការីកុនកាយរដ្ឋកម្ពុជាលេងពណ៌សក់ស្រាប់តែម្ចាស់ខ្លួនចេញមកប្រតិកម្មបែបនេះថាអស់លោកអ្នកនាងនឹងប្រិមិត្តជាទីមេត្រីរូបភាពមួយសន្លឹករបស់ក្រុមកាយរដ្ឋដែលមានលេងពណ៌សក់គ្រប់គ្នាតែម្ដងគឺបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមដែលឃើញហើយមានជាការហួសចិត្តយ៉ាងខ្លាំងនឹងបានរីកុនឥតសំចៃមាត់ដោយពួកគេយល់ថាសម្លៀកបំពាក់កាយរដ្ឋគឺពិតជាថ្លៃថ្នូរនិងស័ក្តិសមជាបុគ្គលគំរូនៅក្នុងសង្គមតែហេតុអ្វីបានជាកាយរដ្ឋមួយក្រុមនេះបែរជាលេងពណ៌សក់ហោះហើរបែបនេះនិយាយឲ្យស្រួលស្ដាប់គឺបែកស្លុយតែម្ដងយ៉ាងណាមិញបន្ទាប់ពីផ្ទុះនៃការរីកុនច្រើនក៏ឃើញថាយុវជនម្នាក់ក្នុងចំណោមកាយរដ្ឋនោះបានចេញមកប្រតិកម្មនិងបានលើកឡើងថាខ្ញុំមិនបានប្រើសក់ទៅធ្វើការទេគឺខ្ញុំប្រើខួរក្បាលចំណេះដឹងទេពកោសល្យហើយនឹងបទពិសោធន៍ខ្លួនឯងសម្រាប់ធ្វើការយ៉ាងណាមិញការបកស្រាយនេះគឺមិនបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមទទួលយកនិងគាំទ្រនោះឡើយមានតែផ្ទុះការរីកុនលើសដើមដោយនៅក្នុងនោះផងដែរអ្នកលេងបណ្ដាញសង្គមយើងម្នាក់បានលើកឡើងថាគ្មានអ្នកណាយកសក់ក្បាលមកធ្វើការតែការតុបតែងខ្លួនអញ្ចឹងបង្ហាញពីសតិអារម្មណ៍គ្រាន់តែរឿងប៉ុណ្ណឹងគ្មានដឹងសមមិនសមខុសឬត្រូវស្អីផងតើស្អីដែលបង្ហាញភាពជាគំរូដល់យុវជននោះវាមានតែផ្ដល់ផលអវិជ្ជមានដល់ក្មេងៗតែប៉ុណ្ណោះពីដំបូងគេថាឈួតល្មមតែដល់ពេលចេញមកការពីរឿងឈួតអញ្ចឹងតើគេដឹងថាអូននេះឈួតអស់កែហើយគូបញ្ជាផងដែរថាយោងទៅតាមផេករបស់ក្រសួងអប់រំបានធ្វើការបង្ហោះកាលពីព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2026គឺជាពិធីសេចក្ដីប្រតិធាននិងពាក់កន្សែងជូនទៅដល់កាយរដ្ឋនិងកងឯកភាពសាលារៀនអន្តរជាតិ True Vision កម្ពុជាដោយនៅក្នុងនោះផងដែរគឺក្រុមអធិបតីភាពរបស់លោកជំទាវបណ្ឌិតកឹមសេដ្ឋានីរដ្ឋលេខាធិការប្រចាំការក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានកាយរដ្ឋកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសុភិចាហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានកាយរដ្ឋកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីសេចក្ដីប្រណិធាននិងបំពាក់កន្សែងជូនទៅដល់កាយរដ្ឋជំទង់73នាក់ស្រី49នាក់និងបំពាក់បានវឌ្ឍនកម្មកាយរដ្ឋជំទង់ថ្នាក់ទី2ដល់កាយរដ្ឋឆ្នាំ5នាក់នៃកងឯកភាពសាលារៀនអន្តរជាតិ True Vision កម្ពុជាប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍គឺរូបភាពមួយសន្លឹករបស់ក្រុមកាយរដ្ឋ5នាក់ហាក់មើលទៅមិនមែនជាសិស្សនោះឡើយដោយពួកគេម្នាក់គឺលេងពណ៌សក់យ៉ាងស្រស់ឆើតឆាយយ៉ាងណាមិញបន្ទាប់ពីមានការរីកគុណយ៉ាងផលផុសបែបនេះហើយរូបភាពនោះគឺបានបាត់ចេញពីបណ្ដាញសង្គមរីឯការបកស្រាយយ៉ាងណាពីខាងក្រសួងអប់រំយុវជននិងកីឡានោះក៏មិនមានដែរ